ថាម្ដងហើយម្ដងទៀតនៅតែមិនស្ដាប់អ៊ីរ៉ង់បាញ់កប៉ាល់ដឹកទំនិញថៃដែលបើកកាត់ច្រកសមុទ្រហូមូសនាវាដឹកជញ្ជូនរបស់ថៃមួយគ្រឿងត្រូវបានវាយប្រហារអំឡុងពេលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហូមូសដែលជាផ្លូវនាវាចរមួយដ៏សំខាន់នៅមជ្ឈមបូព៌ាមកទល់ពេលនេះនាវិកចំនួន20នាក់ត្រូវបានជួយសង្គ្រោះអ៊ីរ៉ង់វិញអះអាងថាការបាញ់នេះកើតឡើងព្រោះតែមិនស្ដាប់ការព្រមានរូបភាពដែលចេញផ្សាយដោយកងទ័ពជើងទឹករបស់ថៃបានបង្ហាញពីផ្សែងខ្មៅយ៉ាងក្រាស់ហុយចេញពីនាវាឈ្មោះ Mayuri Nari មាននាវិកសរុបចំនួន23នាក់ដែលត្រូវបានវាយប្រហារនៅថ្ងៃទី11ខែមីនាឆ្នាំ2026ខណៈកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហូមូសចាកចេញពីកំពង់ផែកាលីហ្វារបស់អេមីរ៉ាតអារ៉ាប់រួមឆ្ពោះទៅឥណ្ឌាចំពោះរឿងនេះអ៊ីរ៉ង់បានអះអាងថាខ្លួនបានបាញ់កប៉ាល់ពីរគ្រឿងដែលបើកចូលច្រកសមុទ្រនេះបន្ទាប់ពីកប៉ាល់ទាំងនោះមិនស្ដាប់ការព្រមានរបស់កងទ័ពជើងទឹកអ៊ីរ៉ង់កងទ័ពជើងទឹកអូម៉ង់បានជួយសង្គ្រោះមនុស្សចំនួន20នាក់ដោយសុវត្ថិភាពបន្ទាប់ពីនាវិកថៃបានប្រើប្រាស់ទូកសង្គ្រោះបន្ទាន់ដើម្បីចាក់ចេញពីនាវាដែលរងការវាយប្រហារដោយឡែកនាវិក3រូបទៀតកំពុងបាត់ខ្លួននៅឡើយហើយក្រុមអ្នកជំនាញកំពុងបន្តស្វែងរកបន្ថែមជុំវិញករណីនេះក្រសួងដឹកជញ្ជូនថៃបានបញ្ជាក់ថាការផ្ទុះបានកើតឡើងនៅផ្នែកខាងក្រោយនៃនាវាបណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះយ៉ាងខ្លាំងនៅក្នុងបន្ទប់ម៉ាស៊ីនដែលជាកន្លែងនាវិកបាត់ខ្លួនទាំង3នាក់នោះកំពុងបំពេញការងារនាវា Mayuri Nari ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកជញ្ជូនថៃ Precious Shipping បច្ចុប្បន្នក្រុមហ៊ុនកំពុងសហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធដើម្បីស្វែងរកនាវិកដែលបាត់ខ្លួនជាមួយគ្នានេះដែរក្រុមហ៊ុន Precious Shipping បានបន្ថែមថានាវាហាក់ដូចជាត្រូវបានវាយប្រហារដោយអាវុធចំនួន2គ្រាប់ក៏ប៉ុន្តែមូលហេតុពិតប្រាកដនិងព័ត៌មានលម្អិតកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយការវាយប្រហារនេះបានកើតឡើងចំពេលដែលពិភពលោកទាំងមូលកំពុងធ្លាក់ក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរចាប់តាំងពីសង្គ្រាមបានកើតឡើងនៅតំបន់មជ្ឈមបូព៌ាការដឹកជញ្ជូនតាមនាវានៅច្រកសមុទ្រហូមូសកាន់តែជួបការលំបាកដោយសារអ៊ីរ៉ង់បានបិទច្រកហើយព្រមានថាខ្លួននឹងវាយប្រហារទៅលើនាវាទាំងឡាយណាដែលព្យាយាមឆ្លងកាត់ច្រកនេះដោយសារការបិទច្រកទឹកនេះការផ្គត់ផ្គង់និងទីផ្សារថាមពលពិភពលោកត្រូវបានរំខាន